ចាសសូមគោរពជំរាបសួរបងប្អូននិងកងក្មួយទាំងអស់ជាទីមេត្រីមានសំណួរមួយចំនួនដែលបងប្អូនខ្មែរយើងលោកតែងតែបារម្ភចំពោះបញ្ហាមនុស្សចាស់នៅក្នុងគ្រួសារការពិតទៅការវង្វេងឬដែលតាមបច្ចេកទេសវិទ្យាសាស្ត្រហៅថាជាជំងឺវង្វេងឬក៏ Alzheimer បច្ចុប្បន្នគឺមានការកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជានេះគឺជាចំណុចសំខាន់មួយចំនួនដែលលោកអ្នកគួរតែយល់ដឹងនិងតាមទាំងអស់គ្នាដូចខាងក្រោមនេះទី1តកតងទៅនឹងស្ថានភាពបច្ចុប្បន្ននៅកម្ពុជាស្ថានភាពបច្ចុប្បន្ននៅកម្ពុជាយោងតាមការប៉ាន់ស្មានរបស់អង្គការសុខភាពពិភពលោកដែលយើងហៅថា WHO និងសមាគមជំងឺវង្វេងអន្តរជាតិគឺថាចំនួនមនុស្សចាស់នៅកម្ពុជាមានបញ្ហាវង្វេងកំពុងតែកើនឡើងមូលហេតុចម្បងនៃការកើនឡើងទាំងអស់នោះគឺដោយសារកត្តាចំនួន2ទី1មកពីអាយុកាលរបស់មនុស្សទី2គឺមកពីកង្វះការយល់ដឹងអាយុកាលមធ្យមរបស់មនុស្សខ្ពស់ជាងមុនលោកអ្នកចាខ្ពស់ជាងមុននៅកម្ពុជាយើងហើយដោយលោកអ្នកយល់ដឹងហើយថាកណាកតាមនុស្សចាស់កាន់តែមានអាយុយឺនច្រើនឬក៏ខ្ពស់ជាងមុននោះអញ្ចឹងគឺថាឱកាសនៃការកើតជំងឺវង្វេងក៏មានច្រើនដែរនោះគឺជាកត្តាធម្មជាតិដែលមិនអាចកាត់ថ្លៃបានខដោយសារតែកង្វះការយល់ដឹងហ្នឹងដូចជាបងប្អូនខ្មែរយើងភាគច្រើននៅតែយល់ច្រឡំថាការវង្វេងគឺជារឿងធម្មតារបស់មនុស្សចាស់ដោយលោកអ្នកតែងតែគិតថានៅពេលដែលមនុស្សយើងចាស់ទៅគឺតែងតែវង្វេងដូចគ្នាហើយវាជាវ័យធម្មតារបស់មនុស្សចាស់ប៉ុន្តែតាមពិតនោះវាគឺជាជំងឺខួរក្បាលដែលយើងត្រូវការការថែទាំហើយដែលការថែទាំទាំងអស់នោះគឺត្រូវចាប់ផ្ដើមឡើងតាំងពីវ័យក្មេងមកម្ល៉េះកត្តាធំពីរដែលខ្ញុំជំរាបជូនខាងលើនោះទី1អំពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជាទាក់ទងនឹងជំងឺវង្វេងឥឡូវនេះទី2គឺជាមូលហេតុដែលធ្វើឲ្យមនុស្សចាស់ងាយវង្វេងហេតុអីទៅក្រៅពីកត្តាអាយុនិងកត្តាជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរយើងក៏ជាចំណែកមួយដែរមិនផ្ដោតទៅលើតែកត្តាអាយុមួយប៉ុណ្ណោះទេចាកត្តាជីវភាពគឺជាកត្តារួមផ្សំនិងជាចំណែកមួយដែរគឺក៏បើសិនជាមនុស្សមានជំងឺរ៉ាំរ៉ៃដូចជាការលើសសម្ពាធឈាមមានជំងឺទឹកនោមផ្អែមមានជាតិខ្លាញ់បើមិនបានគ្រប់គ្រងបានល្អទីនោះវានឹងប៉ះពាល់ដល់សរសៃឈាមខួរក្បាលដែលវាផ្ដោតធ្វើឲ្យមនុស្សយើងងាយនឹងវង្វេងទី2ការផ្ដល់របបអាហារឬក៏ការហាត់ប្រាណប្រសិនជាពួកគាត់ហូបប្រៃពេកផ្អែមពេកឬក៏ការមិនសូវបញ្ចេញពលកម្មផ្នែកខួរក្បាលទេនោះវានឹងញ៉ាំងគឺជាមូលហេតុញ៉ាំងឲ្យនាំទៅរកការវង្វេងដែរសុខភាពផ្លូវចិត្តគឺជាចំណែកមួយធំដែរដែលញ៉ាំងឲ្យមនុស្សចាស់ងាយក្នុងការវង្វេងលឿនជាងមុនមនុស្សចាស់ដែលរស់នៅឯកោឬក៏មាន stress ច្រើនពិបាកច្រើនគឺជាកត្តានាំទៅរកការវង្វេងលឿនជាងមុនឥឡូវនេះទី3ធំដែលយើងថាតើយើងគួរធ្វើដូចម្ដេចដើម្បីការពារឬពន្យាសូមលោកអ្នកបង្វែរអារម្មណ៍ស្ដាប់ទាំងអស់គ្នាលោកអ្នកជាទីមេត្រីយើងមិនអាចបញ្ឈប់វ័យរបស់យើងបានទេមែនទេប៉ុន្តែយើងអាចជួយឲ្យខួរក្បាលយើងនៅក្មេងបានយូរតាមរយៈឲ្យគាត់ចូលរួមការងារសង្គមកុំឲ្យគាត់នៅម្នាក់ឯងឲ្យគាត់ទៅជែកលេងកម្សាន្តជាមួយញាតិជិតខាងជាមួយពុទ្ធបរិស័ទពធញាតិពធឲ្យគាត់ទៅវត្តអារាមជាពិសេសគឺគាត់មានពេលវេលាក្នុងការទៅចែកលេងជាមួយពួកកូនហើយពួកកូនមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅចែកលេងជាមួយគាត់ដើម្បីឲ្យគាត់ហ្នឹងមានការសុខភាពផ្លូវចិត្តបានល្អដើម្បីជួយដល់ខួរក្បាលរបស់គាត់
ទី2ការលំហាត់ប្រាណខួរក្បាលដូចជាការអានសៀវភៅអានធម៌ស្ដាប់ធម៌លេងល្បែងកម្សាន្តដែលប្រើការគិតឬក៏ដូចជាការលេងអុកឬក៏រាប់លេខជាដើមកលៈសិតតែនាំឲ្យគាត់មានការវិវត្តផ្នែកខួរក្បាលហើយធ្វើឲ្យខួរក្បាលគាត់រីកចម្រើនល្អជាងមុនប្រសិនបើលោកអ្នកមានពេលវេលាគ្រប់គ្រាន់លោកអ្នកទោះបីរវល់យ៉ាងណាក៏ដោយក៏លោកអ្នកត្រូវតែគិតគូរទៅលើបញ្ហាសុខភាពរបស់មនុស្សចាស់គឺត្រូវតែតាមដានសម្ពាធឈាមឬក៏ជាតិស្ករឲ្យបានទៀងទាត់ជាប្រចាំប្រសិនបើលោកអ្នកសង្កេតឃើញមនុស្សចាស់ក្នុងផ្ទះដែលមានអាការៈដូចខាងលើនេះហើយសង្កេតឃើញពួកគាត់ចាប់ផ្ដើមសួរសំណួរដដែលឬក៏ភ្លេចផ្លូវទៅផ្ទះឬក៏ប្រែប្រួលបុគ្គលិកលក្ខណៈខ្លាំងដែលអាចជាសញ្ញាដំបូងនៃជំងឺវង្វេងក៏ដែរខាយូយល់ដឹងច្បាស់ពីជំងឺវង្វេងដែលជាជំហានដំបូងប៉ុន្តែការថែទាំប្រកបដោយបច្ចេកទេសនិងក្តីស្រឡាញ់គឺជាគន្លឹះដ៏សំខាន់បំផុតនៅខាយូយើងយល់ច្បាស់ពីការលំបាកនិងក្តីបារម្ភរបស់លោកអ្នកយើងមិនត្រឹមតែផ្ដល់សេវាថែទាំរូបរាងកាយប៉ុណ្ណោះទេប៉ុន្តែបុគ្គលិកជំនាញរបស់យើងបានបណ្ដុះបណ្ដាលយ៉ាងដិតដល់ទៅលើការធ្វើលំហាត់ខួរក្បាលដល់មនុស្សចាស់ដើម្បីជួយសម្រួលនិងការជួយសម្រួលផ្លូវចិត្តដើម្បីឲ្យមនុស្សចាស់អាចរស់នៅដោយមានក្តីសង្ឃឹមនិងសេចក្តីថ្លៃថ្នូរផងដែរសូមទុកឲ្យ Care You ដើម្បីជួយមើលថែមរតកមនុស្សចាស់ក្នុងគ្រួសាររបស់លោកអ្នកដោយក្តីជឿជាក់និងវិជ្ជាជីវៈបុគ្គលិករបស់យើងសុទ្ធតែមានជំនាញចំណេះដឹងនិងឥរិយាបថពិសេសលើសលប់ដើម្បីធានាថាការថែទាំមនុស្សចាស់ដែលមានបញ្ហាខួរក្បាលត្រូវបានធ្វើឡើងដោយការយល់ដឹងនិងអត់ធ្មត់បំផុតប្រសិនបើលោកអ្នកសង្កេតឃើញសញ្ញាដំបូងនៃជំងឺវង្វេងលោកអ្នកអាចតាក់ទងមក Care You ដើម្បីទទួលបាននៅការពិគ្រោះយោបល់ឬលើវិធីសាស្ត្រថែទាំបឋមតាមរយៈលេខទូរស័ព្ទ081 643 950ឬ www.careyoucambodia.com សូមអរគុណសូមជម្រាបលា